ចុះពីនិតមើលចំការម្ដងទៀតហើយខ្ញុំស្វាយចន្ទីតតែយើងឧស្សាហ៍ចុះតាមដានវាបន្តិចដើម្បីកាត់បន្ថយចំណាយខ្ញុំតែងតែចុះមើលជាញឹកញាប់តើមានសត្វអត់ស៊ីទេនេះដូចត្រួយមុនីអីតកៅស៊ីអីយើងមើលឲ្យដឹងថាសត្វអីចុះបំផ្លាញដើម្បីរកសារធាតុថ្នាំមកកម្ចាត់វាចំគោលដៅធ្វើបែបនេះទើបអាចកាត់បន្ថយចំណាយបានមិនត្រូវរាប់ថ្ងៃបាញ់ទេ10ថ្ងៃបាញ់ម្ដង15ថ្ងៃបាញ់ម្ដងវាមិនប្រកាសថាចំគោលដៅដែលយើងចង់បានទេពេលខ្លះទៅមិនបាន10ថ្ងៃពេលខ្លះទៅបានមួយអាទិត្យផងថ្នាំខ្លះអត់គុណភាពបាញ់បានមួយអាទិត្យហ្នឹងសត្វល្អិតចុះស៊ីទៀតបាត់អញ្ចឹងបើយើងចាំ10ថ្ងៃវាមិនស៊ីអស់ចាំ15ថ្ងៃអញ្ចឹងត្រូវចុះមើលវាញឹកញាប់ស៊ីពេលណាបាញ់ពេលហ្នឹងទៅបងប្អូននេះតាមបទពិសោធន៍ខ្ញុំបើមិនអញ្ចឹងទេវាបំផ្លាញរបស់យើងអស់ហើយបើរាប់ថ្ងៃបាញ់វិញចុះលុយខ្លាំងណាស់ពេលខ្លះក៏សត្វស៊ីយូរថ្ងៃហើយទៅមិនចុះបាញ់ពេលខ្លះទៅក៏អត់តន់ស៊ីផងបាញ់វាអត់ចំគោលដៅអញ្ចឹងទេតើចុះមើលខ្លួនឯងចាឯងព្រោះអ្នកលក់ជ័យលក់ថ្នាំពួកគាត់អត់ដឹងថាចការយើងមានបញ្ហាអីនៅពេលណាទេពេលយើងទៅរកគាត់តែងតែឲ្យហើយអាហ្នឹងជាទម្លាប់របស់គាត់ហើយគាត់អត់ដឹងចការយើងមិនផងមកយើងទៅរកគាត់អ្នកលក់គាត់លក់ហើយបន្ទោសគាត់ក៏មិនកើតហើយដើម្បីឲ្យដឹងសារធាតុណាបាញ់សត្វណាតកៅបាញ់សារធាតុអីសត្វស្លាប់បាញ់សារធាតុអីអាហ្នឹងយើងត្រូវស្រាវជ្រាវខ្លួនឯងហើយបងប្អូនមានចង្វល់អីអាចតាក់ទងសួរខ្ញុំបានពីបញ្ហាអស់ទាំងហ្នឹងបើខ្ញុំមានបទពិសោធន៍ច្រើនឆ្នាំមកហើយខ្ញុំអាចស្គាល់ថ្នាំណាបាញ់ទៅមានប្រសិទ្ធភាពធូរថ្លៃបងប្អូនអាចតាក់ទងមកខ្ញុំតាមរយៈលេខ Telegram នេះខ្ញុំនឹងចែករំលែកទៅបងប្អូនអ្នកដែលដឹងហើយមិនអីទេមិនតាក់ទងមកខ្ញុំក៏បានសម្រាប់តែអ្នកអត់ដឹងបាទអាចតាក់ទងមកខ្ញុំមកខ្ញុំប្រាប់ឆ្នាំណាធូរថ្លៃបាញ់នៅពេលណានេះដូចតែពេលនេះអីយើងបាញ់ត្រឹមម្ដង 20000 នេះបានហើយឆ្នាំកម្ចាត់សត្វល្អិតឆ្នាំប្រភេទក្តៅក៏យើងបាញ់បានដែរពេលនេះយើងបាញ់អាធូរថ្លៃបានហើយចាំពេលផ្ការីកចាំយើងបាញ់សារធាតុរៀងត្រជាក់ទៅហើយបើចង់ដឹងសារធាតុណាទិញនៅណាយតាក់ទងតាម Telegram ខ្ញុំនេះមកព្រោះឥឡូវនេះខ្ញុំកំពុងត្រៀមប្រយុទ្ធនេះត្រៀមចុះបាញ់ថ្នាំហើយព្រោះដោយសារដើរទៅឃើញមានហើយនេះលំអខ្ញុំទុកបាញ់ថ្នាំ